satu thìដូចបានបង្ហាញគឺប្រមូលស្ដោះសារពើទេណាគណៈក្រសួងសនំពោបងប្អូនលោកគ្រូអ្នកគ្រូគុំចាស់គ្រប់អង្គដែលបានចូលមកទស្សនាក្នុងវីដេអូកុំភ្លេចតាមដានស្ដាប់រហូតដល់ចប់ហើយក៏ដូចជាសនំពោមេត្តាជួយ share និងចែករំលែកម្នាក់មួយផងហើយណាសូម subscribe ម្នាក់មួយផងណាហើយក៏សូមនមស្ការក្រាបបង្គំចាស់គ្រប់អង្គគ្រប់ទីបារាមថាទៅនៅខាងកម្មជាក្រោមកម្មជាលឿននិងកម្មជាក្តារក៏ដូចជាសូមជម្រាបលើកទៅដល់លោកពុកលោកម៉ែមេមីទាំងអស់ទាំងក្នុងស្រុកនិងក្រៅស្រុកជាពិសេសគឺពលករពលករនៃបងប្អូនកម្ពុជាខ្មែរទាំងអស់ទៅបម្រើការងារគ្រប់បណ្ដាប្រទេសទាំងអស់មិនថាទាំងប្រទេសណាទេសូមបានសុខសុវត្ថិភាពគ្រប់គ្នាណាហើយក៏សូមជម្រាបចែកជូនដល់បងប្អូនលោកគ្រូអ្នកគ្រូគុណម្ចាស់ដែលលោកចង់ចែករំលែកនៅក្បួនតម្រាចែកជាវលើក្បួនតម្រាទៅនឹងក្បួនហោរាក្តីក្បួនយួនមួនគេថាចាសៃចង្កេះស័កចចាក្តីក៏ណាអាចទៅខ្ញុំបានទេណាហើយលេខគឺជាលេខ Telegram យើងអាច add លេខ Telegram ក៏បានខ្ញុំនឹងជម្រាបចែកជូនលេខនៅក្នុងតែម្ដងគឺកណា02 33 9569ណាជាពិសេសគឺក្បួនអាចារ្យសម្រាប់កិច្ចដោះគ្រោះលើករិស័យណាបុរាណខ្មែរយើងណាហើយមិនចាំបាច់តែលោកគ្រូនេះគ្រូទេសូម្បីតែមីគ្រូសាក៏លោកអាចមើលបានដែរទេសម្រាប់សិទ្ធិការហ្នឹងគឺជាមានស្រ័យហើយមួយជីវិតจึงមានតែក្បួននឹងមួយយើងប្រើការរហូតដល់កូនតចៅអភិបាក់ផ្លាស់ប្ដូរទៅតាមសង្គ្រាមឆ្នាំទៀតណាចឹងទេគឺមានគុណប្រយោជន៍ខ្លាំងណាស់ហើយបុរាណយើងលោកតែងតែមានចំណេះជំនាញខាងផ្នែកនឹងរឿងគុណគូជោគជតានឹងឯងនឹងសួរជំរាបគណៈហើយយើងត្រឡប់មកប្រគេថាយើងវិញធម្មតាមួនសម្រាប់ស្ដោះយើងមានច្រើនទេណាជាទៅនៅខាងតាមផ្នែកទៅលើមួនខាងសัตว์ខំពឹសណាហើមមួនខាងបោះមួនខាងហើមឯងមួនខាងពឹសខ្ទុះមួនខាងប្រភេទបង្ក្រាបស្លតេនកណាស្ដោះឆ្លោះគ្រិចអញ្ចឹងជាដើមរឿមហើយពឹសភ្លើងណាសិតតែមានផ្សេងគ្នាក៏ប៉ុន្តែដោយឡែកគឺមួនហ្នឹងគឺលោកថា100គុណបើន័យថាមិនថាអីគឺយើងស្ដោះបានណាស្ដោះបានចឹងទេបងប្អូនលោកគ្រូអ្នកគ្រូលោកបានយល់ហើយអំពីការស្ដោះណាការស្ដោះណាស្ដោះគឺយើងស្ដោះទឹកមលូទេខណៈបើស្ដោះព្រោះហើយយើងស្ដោះឲ្យព្រោះទាំងកាមលូតែនេះស្ដោះយើងស្ដោះធម្មតាមលូស្លាយយើងប្រើ5ដូចដើមធម្មតាណានឹងសូមជម្រាបអញ្ចឹងហើយនៅយើងតាំងនមោទសៈ3ចប់គឺយើងស្ដោះដល់អធិស្ឋានគឺយើងមានមួនបើយើងសម្រាប់សូត្របើកណាសូត្របើកហើយនឹងសូត្របិទយើងវាខ្លាចថាកាលណាដែលយើងស្ដោះមិនបានបិទការពារខ្លួនមានបុគ្គលខ្លះកើតមានការជាលក្ខណៈធម្មជាតិទេគឺកើតដោយមានប៉ះពាល់របស់គេអញ្ចឹងណាអញ្ចឹងទេវាឲ្យយើងនឹងមានបញ្ហាអញ្ចឹងទេយើងគួរ3នឹងប្រុងប្រយ័ត្នណាប្រុងប្រយ័ត្ននេះពិតប្រាកដណាស់ទេណៃរឿងបញ្ហាប៉ះពាល់ហ្នឹងគឺមិនអត់ទេមានច្រើនណាស់ហើយយើងស្ដោះបើកកាយក្បាលមុនដំបូងមិនថាយើងសូត្របើកកាយក្បាលហើយនឹងសូត្រសង្កត់កាយក្បាលហើយបើយើងមកស្ដោះនៅតំបន់ណាដែលយើងដែលមានបញ្ហាដូចជាហើមអញ្ចឹងឬមួយសត្វខំយើងស្ដោះតែឡើងតែម្ដងតែយើងស្ដោះឲ្យបានមួយកន្លះចង្អាមឬមួយចង្អាមពីលើកន្លែងដែលវាខំបានយើងស្ដោះបណ្ដេញពីមុខទៅមិនថាជើងមិនថាដៃទេទៀតខ្លួនស្បើយទេ
គឺយើងត្រូវស្ដោះពីលើដេញទៅណាហើយក៏ស្ដោះផ្លុំបណ្ដោយចុះទៅក្រោមទៅទីបញ្ចប់យើងបញ្ជីនៅកាក់មលូយើងហ្នឹងបញ្ជី1 2 3 4 5 6 7 8ជីតែអញ្ចឹងណាហើយទៅតាមដប់តាមព្រៃណោះទៅតាមទឹកតាមភក់ទៅក្នុងស្រែយើងឧបកិច្ចទេកណានឹងសូមជម្រាបចឹងតែយើងមានតែប៉ុណ្្នឹងទេទេណាហើយគឺសូមសរុបមកយ៉ាងខ្លីគឺបងប្អូនលោកគ្រូអ្នកគ្រូគុណម្ចាស់គ្រប់ព្រះអង្គដែលចង់បានក្បួនតម្រាតេតទៅនៅខាងហោរាតេតទៅនៅខាងយួនអដ្ឋាននេះអាចតេតទៅខ្ញុំកណាខ្ញុំបានកណាដែលមានលេខទូរស័ព្ទ02 33 95 69ហើយលេខហ្នឹងក៏លេខ Telegram ដែរខ្ញុំកណាខ្ញុំសូមជម្រាបលោកបងប្អូនអាចតេតទៅមកលេខហ្នឹងបានជិតខ្ញុំកណាខ្ញុំក៏សូមគោរពជ្រាបលាសូមប្រាប់មកស្កាប់ឲ្យគុំនឹងសាធុ